ជំរាបសួរបងប្អូនជាទីរាប់អាននិងសួស្តីបងប្អូនសិស្សានុសិស្សជាទីស្រឡាញ់ស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់វីដេអូរបស់នាងខ្ញុំកន្លងមកបងប្អូនមានឱកាសបានតាមដានវីដេអូរបស់នាងខ្ញុំដែរឬអត់បងប្អូនបានរៀនចំណេះដឹងអ្វីខ្លះពីវីដេអូទាំងនោះចំណែកឯបងប្អូនសិស្សានុសិស្សវិញតើបានមើលនិងតាមដានវីដេអូហើយឬនៅនាងខ្ញុំទទួលស្គាល់ថាមាតិកាដែលបានចែករំលែកប្រហែលជាមិនទាន់ពេញនិយមខ្លាំងនៅឡើយទេប៉ុន្តែអ្វីដែលខ្ញុំបានរៀបចំឡើងគឺមានបំណងចែករំលែកចំណេះដឹងជាវិទ្យាសាស្ត្រដែលបងប្អូននិងបងប្អូនសិស្សានុសិស្សអាចមិនធ្លាប់បានដឹងឬធ្លាប់រៀនហើយតែភ្លេចទៅវិញចាប៉ិតណាស់មិនថាគេឬក៏ខ្ញុំទេប្រសិនបើរៀនហើយមិនរំលឹកនិងមិនអនុវត្តជាបន្តបន្ទាប់នោះទេចំណេះដឹងដែលបានរៀននឹងច្បាស់ជាភ្លេចទៅវិញជាមិនខានចាបើទោះបីជាវាមិនសូវជាពេញនិយមសម្រាប់បងប្អូនទូទៅក៏ប៉ុន្តែខ្ញុំសង្ឃឹមជឿជាក់ថាបងប្អូនដែលមានចំណង់ចំណូលចិត្តដែលមានការស្រឡាញ់ពេញចិត្តដូចជាខ្ញុំនិងពេញចិត្តនៅអ្វីដែលខ្ញុំបានចែករំលែកនេះចាអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងឈានចូលទៅដល់វីដេអូថ្មីតែម្ដងនៅក្នុងវីដេអូនេះនឹងខ្ញុំនឹងនាំបងប្អូនមកស្វែងយល់អំពីភាពខុសគ្នារវាងបម្រែរូបមិនពេញលេញនិងបម្រែរូបពេញលេញរបស់ភាវរស់ថាតើបម្រែរូបទាំងពីរនេះមានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចខ្លះមុននឹងឈានដល់ការប្រៀបធៀបយើងត្រូវយល់ជាមុនសិនថាពាក្យបម្រែរូបឬ metamorphosis មានន័យយ៉ាងដូចម្តេចហើយវាត្រូវបានប្រើសម្រាប់ដំណាក់កាលនៃការលូតលាស់របស់ភាវរស់ណាតោះកុំឲ្យខាតពេលយើងចូលទៅដល់ចំណុចសំខាន់តែម្ដងបងប្អូនធ្លាប់សង្កេតឃើញការលូតលាស់របស់កង្កែបគីង្គក់មាន់ទាត្រីឬសត្វល្អិតដែរឬអត់ប្រសិនបើបងប្អូនធ្លាប់សង្កេតបងប្អូនប្រកាសជាឃើញថារូបរាងនិងលក្ខណៈរបស់ពួកវាប្រែប្រួលពីដំណាក់កាលមួយទៅដំណាក់កាលមួយជាពិសេសសម្រាប់អ្នកដែលស្រឡាញ់សត្វឬមានសត្វចិញ្ចឹមនៅផ្ទះច្បាស់ជាបានឃើញការវិវត្តការប្រែប្រួលរបស់សត្វចិញ្ចឹមអ្នកទាំងអស់គ្នាពិតប្រាកដហើយឃើញនឹងផ្ទាល់ភ្នែកចាពាក្យថាបម្រែរូបឬក៏ metamorphosis គឺសំដៅលើដំណើរការនៃការប្រែប្រួលទម្រង់ឬរូបរាងរបស់សារពាង្គកាយសត្វក្នុងកំឡុងពេលលូតលាស់របស់ពួកវាដំណើរការនេះកើតឡើងបន្ទាប់ពីដំណាក់កាលអង់ព្រីយ៉ុងហើយអនុញ្ញាតឲ្យសត្វបង្កើតរចនាសម្ព័ន្ធនិងមុខងារផ្សេងៗតាមដំណាក់កាលនៃវដ្តជីវិតសត្វដែលឆ្លងកាត់បម្រែរូបនឹងមានការផ្លាស់ប្ដូររូបរាងយ៉ាងច្បាស់លាស់ដោយសារការលូតលាស់រហ័សនៃកោសិកានិងការបំលែងឯកទេសនៃសរីរាង្គជាទូទៅបម្រែរូបកាត់ឡើងច្រើនលើសត្វល្អិតសត្វកង្កែបនិងសត្វល្អិតឆ្អឹងកងហើយសត្វទាំងនេះអាចឆ្លងកាត់បម្រែរូបមិនពេញលេញនិងបម្រែរូបពេញលេញប៉ុន្តែយើងត្រូវកត់សម្គាល់ដែរថាសត្វមួយប្រភេទមិនអាចមានបម្រែរូបទាំងពីរប្រភេទក្នុងពេលតែមួយបានទេគឺមានតែមួយប្រភេទប៉ុណ្ណោះចាតទៅនេះនឹងខ្ញុំនឹងពន្យល់អំពីនិយមន័យក៏ដូចជាការប្រៀបធៀបរវាងបម្រែរូបមិនពេញលេញនិងបម្រែរូបពេញលេញចំណុចទី1បម្រែរូបមិនពេញលេញបម្រែរូបមិនពេញលេញមានវដ្តជីវិត3ដំណាក់កាលសំខាន់គឺសុទ្ធដឹកដឿនិងសត្វពេញវ័យបន្ទាប់ពីការបង្កាត់ពូជសត្វញីនឹងបង្កើតសុទ្ធនៅពេលដែលមានលក្ខខណ្ឌសមស្របសុទ្ធនឹងញ័រคล้ายទៅជាដឹកដឿដែលមានទំហំតូចជាងសត្វពេញវ័យប៉ុន្តែមានរូបរាងស្រដៀងគ្នាដឹកដឿនឹងសកគ្រោងឆ្អឹងខាងក្រៅជាបន្តបន្ទាប់ខណៈពេលដែលវាលូតលាស់ជាទូទៅវាត្រូវសកប្រហែលពី4ទៅ8ដងមុនคล้ายទៅជាសត្វពេញវ័យនៅក្នុងនោះជាឧទាហរណ៍មានសត្វដែលមានបម្រែរូបមិនពេញលេញរួមមានសត្វកន្លាតកណ្ដូបចង្រិតនិងកណ្ដៀរជាដើមចំណុចទី2បម្រែរូបពេញលេញបម្រែរូបពេញលេញមានវដ្តជីវិត4ដំណាក់កាលមានសុទ្ធកូនញាស់ដឹកដឿនិងសត្វពេញវ័យសុទ្ធនឹងញាស់คล้ายទៅជាកូនញាស់ដែលមានលក្ខណៈខុសគ្នាពីសត្វពេញវ័យទាំងរូបរាងទំហំនិងរបបអាហារទោះបីជាកូនញាស់និងសត្វពេញវ័យមានរូបរាងខុសគ្នាខ្លាំងក៏ដោយប៉ុន្តែពួកវាមានសម្ភារៈសេនេទិកដូចគ្នាបេះបិទក្នុងដំណាក់កាលកូនញាស់សត្វនឹងស៊ីអាហារច្រើនដើម្បីស្តុកថាមពលសម្រាប់ដំណាក់កាលបន្ទាប់មកវានឹងចូលទៅក្នុងដំណាក់កាលដឹកដឿដែលជាដំណាក់កាលមិនសកម្មនិងមិនស៊ីអាហារនោះទេក្រោយពេលបញ្ចប់ដំណាក់កាលដឹកដឿសត្វនឹងញាស់
ចាញ់คล้ายទៅជាសត្វពេញវ័យរយៈពេលនៃដំណាក់កាលនេះអាស្រ័យលើប្រភេទសត្វអាចចាប់ពី4ថ្ងៃរហូតដល់7ខែជាឧទាហរណ៍សត្វដែលមានបម្រែរូបពេញលេញរួមមានមេអំបៅស្រមោចស្រាំងនិងពពួកចៃជាដើមចំណុចទី3ភាពខុសគ្នារវាងបម្រែរូបមិនពេញលេញនិងបម្រែរូបពេញលេញបម្រែរូបមិនពេញលេញរួមមាន3ដំណាក់កាលដឹកដឿស្រដៀងនឹងសត្វពេញវ័យសក់គ្រោងឆ្អឹងខាងក្រៅជាបន្តបន្ទាប់ជាឧទាហរណ៍កើតមានចំពោះសត្វកន្លាតកណ្ដូបចង្រិតជាដើមរីឯបម្រែរូបពេញលេញមាន4ដំណាក់កាលកូនញាស់ខុសគ្នាច្បាស់ពីសត្វពេញវ័យមានដំណាក់កាលដឹកដឿដែលសត្វមិនសកម្មជាឧទាហរណ៍មានចំពោះមេអំបៅស្រមោចស្រាំងជាដើមចាំវីដេអូរបស់នាងខ្ញុំឈានដល់ទីបញ្ចប់សង្ឃឹមថាវីដេអូនេះអាចជួយឲ្យបងប្អូននិងបងប្អូនសិស្សានុសិស្សយល់ច្បាស់អំពីបម្រែរូបមិនពេញលេញនិងបម្រែរូបពេញលេញរបស់សត្វជាក់ជាមិនខានបើបងប្អូនចូលចិត្តវីដេអូនេះសូមចុច like share និង follow page របស់នាងខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានវីដេអូអប់រំថ្មីៗបន្ថែមទៀតជាចុងបញ្ចប់សូមអរគុណនិងជួបគ្នាវីដេអូក្រោយ